30 ពេញចិត្តនៅហើយមកគាត់ចាំចាដាក្រាក់ក្រាក់ចាយប្រកលោតខ្ញុំចាដាឥឡូវនេះមកថ្នាក់កប៉ាល់ឥឡូវពេញចិត្តខ្ញុំលេងមួយគឺសំឡងកូនអោឥឡូវបើមិនប្លែកមិនមែនវត្តទេនិមិត្តហៅវត្តអញ្ចាញទេបងមកនិយាយថាវត្តនេះគឺលក្ខណៈគាត់តែងតែបង្កើតកម្មវិធីថ្មីបង្កើតកម្មវិធីប្លែកជារៀងរាល់ឆ្នាំតែម្ដងណាជាក់ស្ដែងនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរថ្ងៃទី2នេះដែរគឺបច្ចេកទេសវត្តក៏ដូចជាក្រុមការងារក្នុងវត្តហ្នឹងក៏ដូចជាចុងភៅបងជិនមង្គលគឺបានសហការគ្នាបង្កើតជាកម្មវិធីមួយគឺជាការប្រកួតប្រឡងចម្រៀងអញ្ចឹងណាឲ្យបងប្អូនដែលគាត់នៅចំណុះជើងវត្តដែលគាត់មានភាពក្លាហានគាត់ចង់ចូលរួមដើម្បីបង្កើតកម្មវិធីសប្បាយប្រឡងចម្រៀងអញ្ចឹងណាអញ្ចឹងគឺគាត់អាចចូលរួមប្រឡងចម្រៀងបានដើម្បីបង្កើតភាពរីករាយហើយមិនតែប៉ុណ្ណោះបើសិនជាទទួលបានជ័យលាភីគឺទទួលបានរង្វាន់ថែមទៀតផងអញ្ចឹងទៅបងប្អូនណាអញ្ចឹងចំពោះបេក្ខជនទាំងអស់ហ្នឹងគឺគាត់ចាប់ដើមប្រឡងនីមួយអញ្ចឹងណាម្នាក់ច្រៀងមួយឃ្លាម្នាក់ច្រៀងមួយឃ្លាអញ្ចឹងទៅបាទហើយមានការចូលរួមគ្រប់គ្រងច្រើនមែនទែនពីបងប្អូនដែលទៅចូលរួមហ្នឹងបងប្អូនគឺថាមនុស្សគឺច្រើនខ្លាំងមែនទែនបងប្អូនមិនដឹងថាមកពីណាខ្លះទេបងប្អូនបាទអញ្ចឹងគឺអរគុណបច្ចេកទេសវត្តមែនទែនគាត់តែងតែបង្កើតកម្មវិធីសប្បាយដើម្បីញ៉ាំងឲ្យកម្មវិធីនេះកាន់តែរីករាយចឹងណាបងប្អូនបាទរកណាបានទៀតបងប្អូនយើងបាទសប្បាយក៏សប្បាយហើយថែមទាំងបានលុយទៀតបងប្អូនអើយយល់ថាកម្រមានណាបងប្អូនកម្មវិធីបែបនេះណាអញ្ចឹងបន្ទាប់ពីការប្រកួតប្រឡងចម្រៀងម្នាក់ជាមួយឃ្លាម្នាក់ជាមួយឃ្លាអញ្ចឹងទៅគឺដល់វគ្គបង្កើតលទ្ធផលបងប្អូនអញ្ចឹងចំពោះលទ្ធផលគឺគណៈកម្មការហ្នឹងគឺអ្នកចូលរួមទៅមើលផ្ទាល់ហ្នឹងឯងបងប្អូនណាអញ្ចឹងគាត់ពេញចិត្តមួយណាគឺគាត់ហូរឬក៏គាត់ជះដៃឲ្យអ្នកនឹងទៅអញ្ចឹងណានៅពេលដែលពិធីករយើងប្រាប់ថាបើសិនជាបងប្អូនពេញចិត្តអ្នកណាបងប្អូនចូលរួមចេះដៃដើម្បីឲ្យគាត់ទទួលបានប្រាក់រង្វាន់អញ្ចឹងទៅបងប្អូនណាបើ30ពេញចិត្តនៅហើយមកគាត់ចាំចាដាក្រាក់ក្រាក់ចាយប្រកលោតខ្ញុំចាដាឥឡូវនេះមកថ្នាក់កប៉ាល់តាមលឺខ្ញុំស្ដាប់ថាជាលឺ6លានអ្នកបាទឥឡូវពេញចិត្តខ្ញុំលេងមួយគឺសំឡងកូនអោឥឡូវខ្ញុំគាត់ថាការជូនគាត់មកព្រាមចាក់បន្ទាប់ពីយើងដឹងលទ្ធផលគឺយើងប្រកល់ថវិកាជ័យលាភីឲ្យអ្នកដែលគាត់ទទួលបានជ័យលាភីលេខ1លេខ2លេខ3អញ្ចឹងណាហើយអ្នកដែលបានចូលរួមទាំងអស់ហ្នឹងគឺសិតតែទទួលបានថវិកាលើកទឹកចិត្តពីបងប្រុសចុងភៅជិនមង្គលក៏ដូចជាព្រះសង្ឃដែលជាបតីអធិការវត្តអញ្ចឹងណាគឺគាត់សហការគ្នាដើម្បីបង្កើតភាពរីករាយនេះឡើងដើម្បីចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយក៏ដូចជាចូលរួមចំណែកនៅក្នុងការបង្កើតកម្មវិធីសប្បាយៗនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់យើងនៅក្នុងវត្តទេពនិមិត្តដែលហៅគាត់ថាវត្តអញ្ចាញណាបងប្អូនបាទចឹងសម្រាប់បងប្អូនដែលចង់មកចូលរួមលេងសប្បាយគឺបងប្អូនអាចមកបានគឺកម្មវិធីគឺនៅមានបន្តបន្ទាប់ជាចឹងណាបងប្អូនហើយសម្រាប់ថ្ងៃទី17ផងដែរគឺបច្ចេកទេសវត្តគឺនឹងមានរៀបចំការដាក់ជាតន្ត្រីប្រគំឲ្យបងប្អូនមកចូលរួមលេងកម្សាន្តផងដែរបងប្អូនណា